She is more or less 27 years old ជាងបងប្អូនរៀនមើល more or less មិនមានន័យថាច្រើនឬក៏តិចទេជាងកាលណា more or less នៅពីមុខចំនួនមានន័យថាប្រមាណជាប្រហែលជាចឹងប្រយោគនោះមានន័យថាម៉េចនាងមានអាយុប្រមាណជា27ឆ្នាំឃើញទេចឹងដាក់នៅពីមុខលេខមានន័យថាប្រមាណជាប្រហែលជា I waited more or less 30 minutes ខ្ញុំបានរងចាំប្រហែលជា30នាទីហើយឃើញទេ This car cost $8,000 more or less អូខេឡាននេះថ្លៃ$8,000ប្រហែលជា$8,000ចឹង style នេះគេដាក់នៅខាងចុងវិញណាអូខេនឹងតាក់ទងទៅនឹង more or less នៅពីមុខចំនួនលេខឬក៏ប្រើក្នុងប្រយោគនោះមានតួលេខចឹងបងប្អូនបកថាប្រមាណជាប្រហែលជា What he said is more or less correct អ្វីដែលគាត់បាននិយាយគឺភាគច្រើនត្រឹមត្រូវចឹង more or less កន្លែងនេះមានន័យថាភាគច្រើនវិញចុះគេមើលមិនទៅបងប្អូនទៅមើលវាតួលេខអត់វាអត់មែនតួលេខទេចឹងយើងអាចបកថាភាគច្រើនណា We are more or less ready to leave យើងភាគច្រើនត្រៀមខ្លួនរួចរាល់ដើម្បីចាក់ចេញហើយណា Her work is more or less finished កិច្ចការងាររបស់នាងអីគេស្ទើរតែរួចរាល់ហើយចឹងកន្លែងនេះ more or less ភាគច្រើនឬក៏ស្ទើរតែទៀតមួយទៀត3ស្ទើរតែចិត្តភាគច្រើនអូខេអញ្ចឹងបងប្អូនដឹងណាតើន័យមួយណាដែលវាសមរម្យបងប្អូនបកតាមនោះមកជាក់ស្ដែងដែលខុសពីចំនួនលេខនេះណាចឹងនេះថាអ្វីដែលគាត់និយាយគឺស្ទើរតែត្រឹមត្រូវទាំងអស់ឃើញទេអានឹងស្ទើរតែក៏បានប៉ុន្តែបើយើងបកថាចិត្តអត់ត្រូវទេណាចឹងន័យខ្លះវាយើងបកថាចិត្តគឺអានេះចឹងយើងត្រៀមខ្លួនចិត្តរួចរាល់ដើម្បីចាក់ចេញទៅហើយអានឹងអាចបកបានណាចឹងសរុបមកវិញអាកន្លែងចំណុចទី2នេះយើងអាចបកស្ទើរតែចិត្តឬក៏ភាគច្រើនតោះនៅពេលដែលយើងឆ្លើយសំណួរវិញយើងបកថាម៉េចវិញ more or less នៅពេលដែលគេសួរសំណួរអីមួយយើងឆ្លើយ more or less មិនមានន័យថាចិត្តស្ទើរតែឬក៏ប្រមាណជាប្រហែលជាទេណាបកថាមកល្មមឬក៏ចិត្តមានន័យពីរ Do you understand this lesson តើអ្នកយល់មេរៀននឹងអត់ more or less មានអីមកល្មមឃើញទេមិនច្រើនពេកមិនតិចពេកអញ្ចឹងមកល្មមបានខ្លះដែរ Are you ready តើអ្នករួចរាល់ហើយនៅត្រៀមហើយនៅ more or less ចិត្តហើយន័យវាអញ្ចឹងពេលដែលឆ្លើយតបសំណួរមានន័យថាមកល្មមចិត្តឬក៏មិនតិចពេកហើយក៏មិនច្រើនពេកអញ្ចឹងកាលណាតបទៅនឹងសំណួរ